ដងស៊ីតេដាក់ត្រីចិញ្ចឹមសម្រាប់ត្រីប្រាចំនួនកូនត្រីអាចដាក់ចិញ្ចឹមគឺអាស្រ័យទៅលើចំណុចពីរធំទី1ហ្នឹងគឺសមត្ថភាពផ្ទុករបស់ស្រះហើយទី2ហ្នឹងគឺទំហំត្រីដែលយើងរំពឹងទុកនៅពេលដែលវាប្រមូលផលហើយយើងអាចគណនារូបមន្តមួយទៅតាមចំនួនកូនត្រីដែលបានដាក់ចិញ្ចឹមស្មើនឹងសមត្ថភាពផ្ទុករបស់ស្រះចែកនឹងទំហំត្រីរំពឹងទុកពេលប្រមូលផលផងដែរតាមសមត្ថភាពផ្ទុករបស់ស្រះគឺជាចំណុចដែលត្រីមានការលូតលាស់យឺតឬមិនលូតលាស់ហើយក៏ជាចំណុចដែលស្រះអាចដាក់ត្រីចិញ្ចឹមបានឯកសារបច្ចេកទេសគម្រោង CAST ឧទាហរណ៍ថាដាក់ចិញ្ចឹមត្រីប្រានៅក្នុងស្រះដែលមានផ្ទៃកន្លែង 1400 ម៉ែត្រគូបសមត្ថភាពផ្ទុករបស់ស្រះគឺ 3500 គីឡូក្រាមឬក៏ 2.5 គីឡូក្រាមក្នុង1ម៉ែត្រគូបហើយទំហំត្រីដែលយើងរំពឹងទុកនៅពេលដែលប្រមូលផលគឺ 0.7 គីឡូក្រាមក្នុង1ក្បាលឬក៏យើងអាចគណនាចំនួនកូនត្រីដាក់ហ្នឹងស្មើនឹង 3500 គីឡូក្រាមចែកនឹង 0.7 គីឡូក្រាមអញ្ចឹងវាស្មើនឹង 5000 ក្បាលបើនិយាយទៅដល់កំណត់ត្រាបាត់បង់គឺស្មើនឹង 10% ស្មើនឹងកូនត្រី500ក្បាលដូច្នេះដើម្បីប៉ះប៉ូវនឹងអត្រាបាត់បង់ចំនួនកូនត្រីដែលត្រូវដាក់ចិញ្ចឹមសរុបមានចំនួន 5500 ក្បាលហើយកសិករអាចបង្កើនសមត្ថភាពផ្ទុករបស់ស្រះលើសពី 2.5 គីឡូក្រាមក្នុង1ម៉ែត្រការ៉េដល់ទៅ3ឬក៏ 3.5 គីឡូក្រាមក្នុង1ម៉ែត្រការ៉េដោយផ្លាស់ប្ដូរវិធានការគ្រប់គ្រងលើចំណីគុណភាពទឹកនិងពូជត្រីល្អជាងវគ្គមុនហើយតកតងជាមួយចំណីហ្នឹងគឺយើងត្រូវថាធានាថាគុណភាពនិងបរិមាណចំណីហ្នឹងត្រូវបានផ្ដល់គ្រប់គ្រាន់តកតងជាមួយនឹងគុណភាពទឹកគឺធ្វើឲ្យប្រសើរឡើងនូវគុណភាពទឹកតាមរយៈការផ្លាស់ប្ដូរទឹកជាប្រចាំហើយមួយទៀតគឺតកតងជាមួយនឹងពូជត្រីយើងត្រូវផ្លាស់ប្ដូរកូនត្រីពូជដែលធន់នឹងជំងឺនិងធន់នឹងគុណភាពទឹកអន់ផងដែរអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមបានអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ